ពីមុនឆាប់អាណិតគេដល់ពេលឥឡូវខ្ជិលអាណិតមានអារម្មណ៍ថាយូរទៅគួរតែអាណិតខ្លួនឯងឲ្យបានច្រើនវិញល្អជាងអាណិតខ្លួនឯងដែលខំប្រឹងធ្វើការតុកតុកពីផឹកទល់យប់ដាច់បាយផងដាច់ទឹកផងហត់ក៏នៅតែអត់ជប់អាណិតខ្លួនឯងដែលគិតខំប្រឹងប្រែងរាល់បញ្ហាទាំងអស់ដែលបានកើតឡើងមិនថាតូចក្តីមិនថាធំក្តីអាណិតខ្លួនឯងដែលស្ទើរតែសល់តែ 1% ហើយក៏នៅតែដកខ្យល់រស់បន្តទៅមុខទៀតទោះបីជាមានរឿងអីកើតឡើងក៏ដោយក៏អត់ព្រមឈប់អត់ព្រមចោះចាញ់ដែរអាណិតខ្លួនឯងពេលខ្លះអត់បានធ្វើអីសោះក៏គេស្អប់គេជុំនិយាយរ៉បដែលអត់មានមូលហេតុឬក៏មូលហេតុតិចតួចបំផុតឬក៏គ្មានមូលហេតុណាមួយធំដុំសោះពេលខ្លះអត់បានដឹងខ្លួនទៀតអាណិតខ្លួនឯងដែលឆាប់ជឿទុកចិត្តទៅលើគេពេកតែទទួលបានតែរឿងមួយដែលសោកសៅត្រឡប់មកវិញផ្ដោតតម្លៃទៅដល់មិត្តភាពខ្លាំងពេកប៉ុន្តែចុងក្រោយអ្វីដែលទទួលបានត្រឹមតែគេក្បត់ហើយជួបរឿងដែលខកចិត្តច្រើនមិនអស់រាប់មិនអស់នៅពេលនេះគ្រាន់តែជាចំណុចមួយចំនួនទេដែលមានរឿងច្រើនទៀតដែលគួរអាណិតខ្លួនឯងជាជាងនេះកាលពីមុនដើរតែអាណិតគេតែឥឡូវនេះឈប់អាណិតអ្នកណាទាំងអស់សូមផ្ដោតពេលអាណិតនេះមកកាន់ខ្លួនឯងវិញល្អជាង